ប្រតិបត្តិព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាកម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី19ខែមីនាឆ្នាំ2025វេលាម៉ោង7ព្រឹកតាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់2.95 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ2សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃនេះទឹកមានកម្ពស់7.89 សង់ទីម៉ែត្រស្មើនឹងថ្ងៃម្សិលមិញទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់3.20 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ15សង់ទីម៉ែត្រទន្លេបាសាក់ចតុមុខថ្ងៃនេះទឹកមានកម្ពស់2.17 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ8សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់1.48 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ14សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់1.94 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ6សង់ទីម៉ែត្រទន្លេសាបព្រែកក្តាមថ្ងៃនេះទឹកមានកម្ពស់1.26 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ10សង់ទីម៉ែត្របឹងទន្លេសាបកំពង់ហ្លួងថ្ងៃនេះទឹកមានកម្ពស់98សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ4សង់ទីម៉ែត្រស្ថានភាពទឹកទន្លេស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពង់ស្រកនឹងឡើងបន្តិចបន្តួចសូមអរគុណ